តាពេលទិញថ្នាំអត់ថ្មីយកមកប្រើប្រាស់ពុកម៉ែបងប្អូនចង់បានអីពីថ្នាំអត់ថ្មីហ្នឹងតម្លៃធូរថ្លៃធំចំណុចច្រើនឬក៏គុណភាពរបស់ថ្នាំអត់ថ្មីបន្ទាប់ពីប្រើប្រាស់ទៅគឺជួយដោះស្រាយបញ្ហាមាត់ថ្មីរបស់ពុកម៉ែបងប្អូនបានពិតៗចាអញ្ចឹងបើសិនជាចម្លើយរបស់ពុកម៉ែបងប្អូនចង់បានអាធំបរិមាណច្រើនតម្លៃធូរថ្លៃគុណភាពបិទម៉ាក៏អត់អីដែរទទួលយកបានទាំងអស់ចឹងគឺអូខេតែបើសិនជាពុកម៉ែបងប្អូនគឺផ្ដោតទៅលើគុណភាពរបស់ថ្នាំអត់ថ្មីចាកុំខ្វល់រឿងបរិមាណសំខាន់ប្រសិទ្ធភាពរបស់ថ្នាំអត់ថ្មីបន្ទាប់ពីពុកម៉ែបងប្អូនបានប្រើប្រាស់តើវាជួយដោះស្រាយបញ្ហាមាត់ថ្មីដែលពុកម៉ែបងប្អូនបានជួបនឹងបានដែរឬទេអានេះជាចំណុចសំខាន់តែបើសិនជាពុកម៉ែបងប្អូនផ្ដោតលើធូរថ្លៃបរិមាណច្រើនប្រើទៅមិនក៏បានដែរសំខាន់គឺបានដោះថ្មីរួចរាល់ហើយអូខេអញ្ចឹងគឺយើងអត់មានអីត្រូវនិយាយទេតែបើសិនជាពុកម៉ែបងប្អូនផ្ដោតទៅលើគុណភាពរបស់ផលិតផលគាត់ទៅលើកមកគឺពុកម៉ែបងប្អូនអាចសង្កេតឃើញហ្នឹងសាច់ថ្នាំមិនមែនប្រឡាក់ណាចាមិនមែនប្រឡាក់ទេតែដែលខ្ញុំបង្ហាញនេះគឺបរិមាណដែលត្រូវប្រើប្រាស់សម្រាប់ថ្នាំអត់ថ្មីខាងខ្ញុំលក់ចាអញ្ចឹងឃើញបរិមាណនៅលើសាច់ថ្នាំអត់ថ្មីនៅលើច្រាសអត់ថ្មីអញ្ចឹងអតិថិជនដែលធ្លាប់ប្រើគឺអាចនឹងរៀងស្គាល់ណាចាថ្នាំអត់ថ្មីដែលខាងខ្ញុំលក់ពីមុនមកហ្នឹងគឺជាថ្នាំអត់ថ្មីដែលនាំចូលមកពីប្រទេសលេខ2ចាក៏ប៉ុន្តែពេលដែលមានបញ្ហាគឺខាងខ្ញុំបានធ្វើការផ្លាស់ប្ដូររោងចក្រមកផលិតនៅក្នុងប្រទេសកម្ពុជារបស់យើងវិញជាប្រភេទថ្នាំអត់ថ្មីឱសថបុរាណខ្មែរចាបូបូសាច់ថ្នាំប្រភេទខ្លងចាហាប់ណៃអត់ជ្រុះណាចាអានេះផ្កាប់មិនថ្ងៃទេចាបងប្អូនអាចមើលបានផ្កាប់ហើយគួរទៀតអត់ជ្រុះទេសាច់ថ្នាំគឺហាប់ណៃសារធាតុផ្សំពីឱសថបុរាណខ្មែរជួយដោះស្រាយបានរាល់បញ្ហាមាត់ថ្មីមិនថាពុកម៉ែបងប្អូនមានអាការៈរលាកចាញ់ថ្មីហាមតាមជើងថ្មីឈាមតាមជើងថ្មីរាក់ស៊ីថ្មីចាណាពុកថ្មីឈឺថ្មីកំណត់កំបោរកាហ្វេតែបរិយជាពិសេសគឺបញ្ហាក្លិនមាត់ស្អុយជាហាក់ទៀតក្លិនមាត់ស្អុយនេះគឺបកកាយមែនទែនពុកម៉ែបងប្អូនដោះលើកទី1គឺទទួលបានអារម្មណ៍ថាកាត់បន្ថយបញ្ហាក្លិនមាត់ស្អុយរបស់ពុកម៉ែបងប្អូនបានពិតៗសម្រាប់អ៊ំពពូចាដែលភាសាបរិយឬក៏ភាសាស្រែហើយណាចាដោះថ្មីចាជួយស្វាងបានហើយបាត់ក្លិនទៀតចាបកកាយខ្លាំងហើយសម្រាប់ថ្មីនេះគឺខ្ញុំលោកមកតាំងពី2017ដូចបញ្ជាក់ជូនចឹងពីមុនគឺយើងផលិតនៅថៃណាតែឥឡូវនេះគឺយើងផលិតនៅក្នុងរោងចក្រក្នុងប្រទេសកម្ពុជារបស់យើងវិញជាផលិតផលខ្មែរចាមានការចុះចោលបផលវិញរាល់ហើយបរិមាណក្នុងការប្រើប្រាស់គឺប៉ុណ្ណេះចាប៉ុណ្ណឹងឯងចាតិចមែនតើមើលអត់ចង់ឃើញចឹងខ្ញុំចង់បញ្ជាក់ជូនថាសម្រាប់អតិថិជនដែលគាត់ឃើញគឺគាត់ស្គាល់ហ្មងចាមិនต้องបាច់លើកខ្លងគាត់ស្គាល់ដែរតែបើសិនជាអតិថិជនដែលធ្លាប់ប្រើគាត់ធ្លាប់តែប្រើថ្នាំអត់ថ្មីដែលដាក់ពេញច្រាសគាត់ឃើញទេគាត់អាចនឹងស្មានថាច្រាសអត់ថ្មីនេះបន្លាយគេតែប៉ុន្តែគឺមិនមែនច្រាសអត់ថ្មីបន្លាយទេណាគឺសាច់ថ្នាំអត់ថ្មីគឺយើងប្រើម្ដងតែប៉ុណ្្នឹងឯងចាអញ្ចឹងខ្លងនេះ25ក្រាមប្រើម្នាក់ឯងបានចន្លោះពី3ទៅ4ខែចាខ្ញុំនិយាយអត់ច្រឡំទេណាចាដោយសារតែខ្ញុំលក់មកតាំងពី2017អញ្ចឹងគឺដឹងអស់ហើយអតិថិជនដែលធ្លាប់ប្រើគាត់តែឃើញគាត់ស្គាល់ហើយចាតាមអត់ថ្មីប្រភេទខ្លងដំបូងគេនៅកម្ពុជាចាតាំងពី2017ឈ្មោះដើមហ្នឹងគឺបាច់ផូខាដែលជារបស់ថៃអញ្ចឹងឥឡូវផ្លាស់ប្ដូររោងចក្រគឺខ្ញុំធ្វើការផ្លាស់ប្ដូរឈ្មោះជាថ្នាំអត់ថ្មីឱសថបុរាណខ្មែរបូបូនេះចាអញ្ចឹងសម្រាប់អតិថិជនដែលធ្លាប់ប្រើប្រាស់ហើយចង់បញ្ជាក់ជូនថាគឺយើងនឹងចេញលក់នៅខែក្រោយចាខែក្រោយណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែតឹងរង់ចាំណាចាសូមចាំបន្តិចទៀតចាចិត្តចេញហើយចង់បញ្ជាក់ជូនថាពីមុនដែលយើងលក់របស់ថៃនេះគឺគាត់ធ្វើបានតែខ្លងទេក៏ប៉ុន្តែនៅខ្មែរយើងបកកាយចាខាងរោងចក្រអាចផលិតបានចេញជាសាច់ថ្នាំប្រភេទទីបចាណាអញ្ចឹងចង់បញ្ជាក់ជូនថាទាំងខ្លងទាំងទីបនេះគឺរូបមន្តតែមួយដូចគ្នាទេគ្រាន់តែខុសសាច់ថ្នាំដោយសារតែសាច់ថ្នាំប្រភេទខ្លងអត់អាចដាក់ទីបបានសាច់ថ្នាំប្រភេទទីបអត់អាចដាក់ខ្លងបានទេអញ្ចឹងពីនេះសារធាតុផ្សំរូបមន្តគឺតែមួយខុសទាំងសាច់ថ្នាំទេអញ្ចឹងសម្រាប់សាច់ថ្នាំប្រភេទទីបនេះប្រភេទខ្លងនេះគឺអត់ចាំបាច់និយាយទេដោយសារតែយើងលក់មកយូរហើយเนาะសារចឹងគឺបរិមាណតិចណាប៉ុន្តែគាត់សំដែងចាគាត់ថានេះគឺខ្ញុំអត់យកសភាឆ្កឹះទេគឺខ្ញុំប្រើច្រាសអត់ខ្ញុំគឺរូបយកហ្មងអញ្ចឹងគឺវាបានមករូបរាងចេះណាក៏ប៉ុន្តែសម្រាប់ប្រភេទទីបនេះគឺយើងចំបាច់ចាយើងចំបាច់ទៅគឺនឹងបានរូបរាងមិនចេះចាប្រាប់ពីនេះទាំងសាច់ថ្នាំប្រភេទខ្លងនិងប្រភេទទីបគឺប្រើក្នុងបរិមាណដូចគ្នាប៉ុនគ្រាប់សណ្ដែកដូចគ្នាចាណាតាមបទថ្មីឱសថបុរាណខ្មែរចាអញ្ចឹងបរិមាណប្រើប្រាស់គឺតិចមែនតើគាត់តែលើកច្រាសដល់ថ្មីបង្ហាញពីសាច់ថ្នាំដែលត្រូវប្រើប្រាស់ហ្នឹងពុកម៉ែបងប្អូនគឺអាចសង្កេតបានណាអាចចាប់អារម្មណ៍បានថាគឺខុសគេចាគឺខុសគេហើយចាតែសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានបញ្ហាមកថ្មីចាអាចធ្វើការងាកមកសាក់របស់ប្រើប្រាស់បានហើយចង់បញ្ជាក់ជូនថាសម្រាប់តម្លៃយើងធ្លាប់លក់របស់គេពីមុនណាអតិថិជនពីមុនមកធ្លាប់ទិញគឺដឹង$4ប្រភេទខ្លង25ក្រាមឥឡូវនេះបដូររោងចក្រមកផលិតក្នុងប្រទេសកម្ពុជារបស់យើងវិញមួយខ្លង25ក្រាម12000រៀលចាគុណភាពអត់ចាញ់គេទេចាចង់បញ្ជាក់ជូនថាអត់ចាញ់ទេហើយសូមថាថៃបានជាវាល្អថៃបានជាវាអាចជួយដោះស្រាយបញ្ហាមាត់ថ្មីជូនពុកម៉ែបងប្អូនបានគាត់តែសារភាពសំពីឱសថបុរាណចិត្ត20មុខហើយចាច្រើនណាស់អញ្ចឹងទើបវាជួយដោះស្រាយបញ្ហាក្លិនមាត់ណាដែលដោះលើកទី1គឺសង្កេតបានថាកាត់បន្ថយបញ្ហាក្លិនមាត់វាកម្ចាត់បាក់តេរីនៅក្នុងប្រអប់មាត់របស់យើងបានពិតៗចាណាអញ្ចឹងឥឡូវនៅក្នុងស្រុកតម្លៃល្អជាងមុនទៀតចាអញ្ចឹងខ្លងនេះ25ក្រាម12000រៀលអតិថិជនចាស់គាត់តែលើតម្លៃគឺដឹងហើយថាធូរជាងមុនណាធូរជាងមុនចាហើយសម្រាប់ទីប្រភេទទីរបស់យើងនេះគឺ30ក្រាមអញ្ចឹងខ្លង25ក្រាមទី30ក្រាមទីនេះ13000ណាខ្លង12000ធូរជាងអត់នាំចូលទៀតចាធូរជាងអត់នាំចូលហើយជាផលិតផលខ្មែររបស់យើងទៀតផលិតដោយរោងចក្រក្នុងស្រុករបស់យើងផ្ទាល់តែម្ដងចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ណាចាអាចធ្វើការ inbox ឬតាក់ទងទៅដំណើរចែកចាយបន្តដែលនៅចិត្តពុកម៉ែបងប្អូនបំផុតតែចង់បញ្ជាក់ជូនថាឥឡូវនេះក្នុងខែ10នេះគឺយើងមានតែ tip សិនទេណាចាមានតែ tip សិនទេខ្លងខែក្រោយទឹកចេញអានេះជា sample ទេចាអានេះជា test ដែលខ្ញុំមាននៅក្នុងដៃណាចា
ទៅតែមានមកឈុតនៅក្នុងដៃទេអញ្ចឹងគឺអត់មានចរាចរណ៍លក់ទេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចាំប្រភេទខ្លងអាចចាំខែក្រោយចាតែបើសិនជាក្នុងករណីពុកម៉ែបងប្អូនអស់ឆ្នាំអត់វិញប្រើហើយអតិថិជនដែលធ្លាប់ប្រើប្រភេទខ្លងណាចាដែលធ្លាប់ប្រើប្រភេទខ្លងប្រភេទនេះចាអស់ឆ្នាំអត់វិញប្រើហើយចាបើកចិត្តសាក់ល្បងប្រភេទទីបសិនមកចាព្រោះអីសារទីផ្សំគឺតែមួយទេខុសតែសាច់ឆ្នាំមួយទីបមួយខ្លងតែបរិមាណប្រើប្រាស់ដូចគ្នាតិចបំផុតប៉ុនក្របសណ្ដែកដូចគ្នាហើយសូមថាថៃមិនអានេះដាក់sample បរិមាណប្រើប្រាស់មូលឲ្យមើលព្រោះនេះច្បាច់ពីទីបចាច្បាច់ចេញពីទីបមកគឺវាមូលអញ្ចឹងណាក៏ប៉ុន្តែអានេះគឺរូបចារូបពីខ្លងនេះទៅចារូបពីខ្លងនេះទៅចឹងគឺសាច់ឆ្នាំគឺវារាយនៅលើច្រាស់ដល់ថ្មីវិញចឹងចាអូខេអញ្ចឹងសម្រាប់ព័ត៌មានរបស់បងប្អូនមានចំណាប់អារម្មណ៍ឬក៏មានចំណល់អីចង់សួរបន្ថែមឬក៏បងប្អូនមានចំណាប់អារម្មណ៍ក្នុងការចង់ចូលទៅលក់បន្តចាអាចធ្វើការ inbox ឬទាក់ទងទៅដំណើរចែកចាយបន្តរបស់យើងដែលនៅចិត្តពុកម៉ែបងប្អូនផុតចាសម្រាប់គុណ Hey, hello.